កម្មវិធីជួបសំណេះសំណាលនិងតម្រង់ទិសដល់ក្រុមនិស្សិតឆ្នើមស្ម័គ្រចិត្តចូលរួមជាយុវជនសកម្មក្នុងបណ្ដាញសង្គម Digital ប្រចាំសាកលវិទ្យាល័យ Belty អន្តរជាតិក្រោមប្រធានបទការផលិតមាតិកាផ្សព្វផ្សាយក្នុងបណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាពនាថ្ងៃប្រហ័សទី22ខែមករាឆ្នាំ2026សាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំកម្មវិធីជួបសំណេះសំណាលនិងតម្រង់ទិសដល់ក្រុមនិស្សិតឆ្នើមស្ម័គ្រចិត្តចូលរួមជាយុវជនសកម្មក្នុងបណ្ដាញសង្គម Digital ប្រចាំសាកលវិទ្យាល័យ Belty អន្តរជាតិលើប្រធានបទការផលិតមាតិកាផ្សព្វផ្សាយក្នុងបណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាពក្រមអធិបតីភាពឯកឧត្តមលីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិដែលមានការអញ្ជើញចូលរួមពីលោកឆេងសុភ័ក្រហៅរៀនថតប្រធាន Outreach របស់បងប្រធាននិងជាវាគ្មិនកិត្តិយសនិងនិស្សិតឆ្នើមស្ម័គ្រចិត្តនៃសាកលវិទ្យាល័យ Belty អន្តរជាតិប្រមាណ50នាក់ដែលប្រព្រឹត្តទៅនៅសាលបណ្ដុះបណ្ដាលជាន់ទី3នៃអគារទីស្នាក់ការកណ្ដាល Belty Group ឯកឧត្តមលីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិបានអញ្ជើញមានមតិស្វាគមន៍ជូនដល់អង្គពិធីស្ដីពីការប្រើប្រាស់បណ្ដាញសង្គមឲ្យបានត្រឹមត្រូវទៅតាមកាលៈទេសៈនៅក្នុងសង្គមក៏ដូចជាអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ដាញសង្គមនិងលើកទឹកចិត្តឲ្យនិស្សិតបង្កើតមាតិកាល្អៗចូលរួមសកម្មភាពជួយសង្គមផងដែរជាតិក្នុងឱកាសនេះលោកឆេងសុភ័ក្រហៅរៀនថតប្រធាន Outreach របស់បងប្រធានបានអញ្ជើញធ្វើបទបង្ហាញស្ដីពីការចែករំលែកក៏ដូចជាការណែនាំដល់និស្សិតទាក់ទងទៅនឹងការផលិតមាតិកាផ្សព្វផ្សាយក្នុងបណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាពនិងសូមលើកទឹកចិត្តនិស្សិតទាំងអស់ឲ្យមានសមត្ថភាពក្នុងការផលិតមាតិកានិងផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមប្រកបដោយក្រមសីលធម៌ទំនួលខុសត្រូវនិងរក្សាប្រយោជន៍ប្រទេសជាតិជាចម្បងជាចុងបញ្ចប់ឯកឧត្តមសាកលវិទ្យាធិការបានផ្ដល់កិត្តិយសប្រកល់លិខិតថ្លែងអំណរគុណជូនចំពោះលោកឆេងសុភ័ក្រហៅរៀនថតដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ដល់កិត្តិយសចូលរួមក្នុងកម្មវិធីជួបសំណេះសំណាលនិងតម្រង់ទិសដល់ក្រុមនិស្សិតឆ្នើមស្ម័គ្រចិត្តចូលរួមជាយុវជនសកម្មក្នុងបណ្ដាញសង្គម Digital និងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំវាគ្មិនបុគ្គលិកនិងនិស្សិតស្ម័គ្រចិត្តដែលបានចូលរួមនាពេលនោះក្រោមបរិយាកាសដ៏រីករាយជាទីក្រៃលែងដោយនាងខ្ញុំហងពុតបូរមីផ្សាយចេញពី Belty IU News សូមអរគុណសូមជម្រាបលាBelty International University, the future of global leaders.